សួស្តីអ្នកទាំងអស់គ្នាត្រឡប់មកជួបជាមួយនឹងខ្ញុំសាជាថ្មីអេដមីនទេនរឿងថ្មីចំណងជើងថ្មីតែអ្នកសម្រាប់ដដែលបើបងប្អូនចង់ដឹងថារឿងរបស់យើងរន្ធត់ញ័រដៃញ័រជើងយ៉ាងណានោះកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាបើបងប្អូនមកថ្មីកុំភ្លេចជួយចុច like ក៏ដូចជា subscribe ឲ្យ channel បងប្អូនមួយផងណាឥឡូវកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់សាច់រឿងទាំងអស់គ្នាហើយរឿងដែលយើងយកមកសម្រាយនោះគឺមានចំណងជើងថាប្រពន្ធខ្ញុំជាខ្មោចកាលជាយូរលង់ណាស់មកហើយមានប្តីប្រពន្ធពីរនាក់ទៅនឹងរៀបការហើយថ្មីរស់នៅតាមជនបទដាច់ស្រយាលពីគេក្រោយមកឮដំណឹងថានៅឯរាជធានីគេជ្រើសរើសមនុស្សបម្រើការងារប្រពន្ធក៏ឮដូច្នេះក៏មានគំនិតចង់ឲ្យប្តីមានការងារធ្វើនឹងគេដែរនាងក៏បានប្រមូលរបស់របរដែលខ្លួនមានទាំងប៉ុន្មានឲ្យទៅប្តីតែប្រាក់នោះមិនគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរនិងហូបចុកបណ្ដោះអាសន្ននោះឡើយហេតុនេះហើយទើបប្រពន្ធយកដីស្រែទៅបញ្ចាំឲ្យអ្នកមានម្នាក់ដោយអះអាងថាខ្ចីប្រាក់តែក្នុងរយៈពេល1ឆ្នាំតែប៉ុណ្ណោះបន្ទាប់ពីមានប្រាក់សមល្មមហើយប្តីក៏ចាកចេញពីស្រុកភូមិទៅស្វែងរកការងារធ្វើបុរសជាប្តីបានធ្វើដំណើរអស់រយៈពេល2ទៅ3ថ្ងៃក៏បានទៅដល់ខេត្តមួយនៅទីនោះមានហាងមួយមានកន្លែងរាំលេងកម្សាន្តនិងមានស្រីស្អាតដែលជាកន្លែងសម្រាប់បោកបញ្ឆោតមនុស្សមកពីស្រុកឆ្ងាយលុះពេលប្រលប់ទៅបរោះនោះចូលទៅក្នុងហាងដើម្បីរកអាហារពេលងាចនិងរកកន្លែងស្នាក់នៅមួយយប់នៅទីនោះមានមនុស្សមួយក្រុមកំពុងប្រកាសថាតើមានអ្នកណាអាចធ្វើឲ្យនាងម្នាក់នេះសើចបានទេបុរសនោះឆ្ងល់ណាស់ក៏ដើរចូលទៅមើលឃើញស្រីម្នាក់អង្គុយធ្វើមុខក្រញើបុរសនោះដើរទៅជិតហើយនិយាយថាខ្ញុំអាចធ្វើឲ្យនាងសើចបានបុរសនោះបាននិយាយលួងលោមដោយប្រការផ្សេងតែនាងនៅតែមិនសប្បាយចិត្តបន្ទាប់មកគាត់ក៏សាកល្បងដាក់ប្រាក់1ណែននៅខាងមុខនាងតែនាងមិនព្រមញញឹមសោះបុរសនោះក៏ចេះតែថែមប្រាក់1ណែនហើយ1ណែនទៀតរហូតដល់អស់ពីខ្លួនទើបនារីម្នាក់នោះព្រមសើចមនុស្សទាំងអស់គ្នាស្រែកព្រមគ្នាថាពូកែមែនឯងជាមនុស្សអស្ចារ្យណាស់មនុស្សទាំងអស់ក៏ដើរចេញសល់តែបុរសនោះអង្គុយឈឺចិត្តតែម្នាក់ឯងតែមួយពុព្រិចភ្នែកសោះធ្វើឲ្យគាត់ចាញ់បោកគេអស់ប្រាក់រលីងគាត់ពិបាកចិត្តណាស់មិនដឹងដោះស្រាយដោយវិធីណាគាត់ក៏រត់ចេញទៅក្រៅទាំងយប់សម្ដៅទៅមាត់ស្ទឹងរួចក៏លោតទឹកសម្លាប់ខ្លួនតែម្នាក់ឯងនិយាយពីខ្មោចស្រីម្នាក់ចេញមកខាងក្រៅអង្គុយស្ទួយត្រីនៅមាត់ស្ទឹងពេលនោះសន្ទូចក៏ជាប់បុរសនោះនាងខ្មោចក៏រហ័សអូសទាញបុរសនោះឡើងមកលើគោកនាងមានការអាណិតអាសូរចំពោះបុរសនេះក៏ជួយយកអាសាគាត់ហើយរិះរកវិធីសង្គ្រោះឲ្យគេមានជីវិតរស់ឡើងវិញនាងខ្មោចក៏ជប់វិមានដ៏ស្រស់ស្អាតមួយហើយយកបុរសនោះទៅនៅជាមួយនាងបន្ទាប់ពីបុរសនោះដឹងខ្លួនឡើងវិញគាត់ក៏នៅក្នុងបន្ទប់មួយដែលមានស្រីស្អាតម្នាក់កំពុងថែទាំគាត់ក៏ផ្លត់មាត់ថាជីខ្ញុំនៅឯណាអញ្ចេះហើយនាងជានរណានាងក៏ប្រាប់បុរសនោះវិញថាខ្ញុំឃើញអ្នកលងទឹកខ្ញុំក៏យកអ្នកមកសម្រាននៅឯផ្ទះរបស់ខ្ញុំព្រោះខ្លាចអ្នកនឹងជួបសត្វសាហាវបុរសនោះក៏លងស្នេហ៍ស្រីខ្មោចរស់នៅជាមួយនាងរហូតដល់ភ្លេចប្រពន្ធដែលកំពុងតែអត់ឃ្លាននៅឯស្រុក3ខែក្រោយមកនាងក៏មានផ្ទៃពោះនាងខ្មោចម្នាក់នេះស្រឡាញ់បុរសដែលជាប្តីខ្លាំងណាស់នាងផ្គាប់ចិត្តប្តីមិនដែលឲ្យមានសៅមងម្ដងណាឡើយថែមទាំងជឿជាក់លើប្តីបានបង្ហាញមាសប្រាក់ឲ្យប្តីបានដឹងទៀតផង1ឆ្នាំក្រោយមកនាងក៏បង្កើតបានកូនប្រុសមួយគួរឲ្យស្រឡាញ់ខ្លាំងណាស់ក្រោយមកប្តីក៏មានគំនិតក្បត់ប្រពន្ធចង់ត្រឡប់ទៅឯស្រុកកំណើតវិញព្រោះគាត់យល់ថានេះជាឱកាសល្អសម្រាប់គាត់ហើយព្រោះគាត់បានចំណេញទាំងកូនចំណេញទាំងទ្រព្យនារាត្រីមួយនៅពេលដែលប្រពន្ធកំពុងតែលងលក់ភ្លេចខ្លួនប្តីក៏លោភយកកូនហើយប្រមូលទ្រព្យសម្បត្តិទាំងអស់រត់ចោលប្រពន្ធទាំងកណ្ដាលអាត្រៀតទុកឲ្យនាងរស់នៅក្នុងព្រៃកណ្ដោចកណ្ដែងតែម្នាក់ឯងព្រោះគាត់សង្ឃឹមថាគាត់នឹងបានជួបជុំប្រពន្ធជាទីស្រឡាញ់ថែមទាំងមានប្រាក់ទៅសងបំណុលគេទៀតផងហើយគាត់ក៏មានគំនិតរៀបចំអនាគតឲ្យល្អប្រសើរឡើងវិញស្លេះត្រឹមនេះនិយាយពីប្រពន្ធនៅឯស្រុកវិញចាប់តាំងពីប្តីបានចាក់ចេញទៅបាត់មិនដែលឮដំណឹងរហូតដល់1ឆ្នាំនាងរស់នៅតែម្នាក់ឯងយ៉ាងលំបាកវេទនាជាទីបំផុតរីឯដីធ្លីផ្ទះសម្បែងវិញត្រូវគេរឹបអូសយកទាំងអស់ណាឈឺចិត្តផង
ណាខ្លួនមានជំងឺដើរមិនរួចនាងក៏ក្អួតឈាមស្លាប់ក្នុងពេលនោះទៅនិយាយពីប្តីខំរត់ត្រហេបត្រហប់មកដល់ផ្ទះវិញក៏ឃើញប្រពន្ធចេញមកទទួលគាត់យ៉ាងរាក់ទាក់គាត់បានប្រគល់ប្រាក់ឲ្យប្រពន្ធគាត់បានសំទោសប្រពន្ធពីការដែលទៅធ្វើការអស់រយៈពេលយ៉ាងយូររីឯនាងជាប្រពន្ធក៏មិនបានស្ដីបន្ទោសឲ្យប្តីពីប្រការអ្វីដែរបែរជាខំយកចិត្តទុកដាក់ចំពោះប្តីខំរៀបចំម្ហូបអាហារនិងរៀបចំកន្លែងដេកយ៉ាងសមរម្យមិនបានឲ្យប្តីទាស់ចិត្តឡើយនៅរាត្រីនោះនាងក៏មានអារម្មណ៍ថាមានភាពកក់ក្ដៅជាងរាត្រីណាទាំងអស់ដូច្នេះនាងមិនចង់ឲ្យរាត្រីនេះបានកន្លងផុតទៅយ៉ាងឆាប់រហ័សនោះទេនាងបានដេកលង់លក់យ៉ាងស្កប់ស្កល់រីឯប្តីបន្ទាប់ពីបានជួបប្រពន្ធវិញហើយក៏គិតអាណិតប្រពន្ធនៅឯក្នុងព្រៃដេកមិនលក់សោះបងប្អូនគិតទៅបរិះម្នាក់នឹងអត់ស្មោះដូចអីមិនសោះឥឡូវកុំឲ្យខាប់ពេលយូរយើងចូលទៅដល់រឿងវិញទៅបងប្អូនលុះដល់ពាក់កណ្ដាលអាត្រៀតគាត់ក៏ធំក្លិនគម្រោងភាចេញមកហើយចេះតែព្រឺរោមមិនឈប់សោះគាត់ក៏ងាកកមករកប្រពន្ធដើម្បីដាស់សួរអំពីមូលហេតុនេះពេលនោះស្រាប់តែឃើញសាច់ឈាមប្រពន្ធស្អុយរលួយពេញទៅដោយដង្កូវរាប់ពាន់នៅលើរាងកាយរបស់នាងគាត់ក៏ស្ទុះបីកូនដែលកំពុងដេកលក់រត់ចេញពីផ្ទះតែម្ដងទៅរត់រហូតដល់ជិតភ្លឺបានទៅជួបតាយាយពីរនាក់កំពុងតែបរទេះទៅកាប់អោសគាត់ក៏បានសួរទៅតាយាយអំពីភរិយារបស់គាត់តាយាយប្រាប់បរិះនោះថាក្មួយឯងមិនដឹងទេអីប្រពន្ធឯងបានស្លាប់យូរណាស់ដែរហើយតាំងពីនាងស្លាប់ទៅមិនដែលមានអ្នកណាហ៊ានទៅជិតផ្ទះនាងនោះទេគ្រាន់តែឮថាប្រពន្ធស្លាប់បរិះជាប្តីសែនតក់ស្លុតរន្ធត់ចំពោះការប្រត់ប្រាស់ដែលមិនបានកសាងសុភមង្គលជាមួយគ្នាឡើយឮដូច្នេះហើយគាត់ក៏ពោលកូនត្រឡប់ទៅរកប្រពន្ធនៅឯព្រៃវិញនិយាយពីប្រពន្ធខ្មោចនៅក្នុងព្រៃវិញបន្ទាប់ពីបានដឹងថាប្តីនាំកូននឹងយកលួយទ្រព្យសម្បត្តិអស់ហើយក៏យំសោកបោកខ្លួនមិនឈប់សោះព្រោះបាត់ប្តីនិងកូនជាទីស្រឡាញ់នាងក៏ស្រែកហៅប្តីកាត់ភ្នំកាត់ព្រៃប្រឹក្សាតែមិនបានជួបប្រទះនឹងពួកគេឡើយចំណែកឯប្តីវិញក៏មកដល់ទីកន្លែងដែលធ្លាប់រស់នៅឃើញតែវាលស្មៅមិនមានផ្ទះសោះមានតែអក្សរដែលចារនៅលើស្លឹកចេកមានន័យថាជាតិនេះបើចង់ជួបអូនជួបមិនបានទៀតទេពេលនោះគាត់ក៏ពោលកូនដើររកប្រពន្ធកាត់ព្រៃកាត់ភ្នំរហូតបានជួបអីសីម្នាក់ហើយលោកតាអីសីក៏បានសួរគាត់ថាតើចៅទៅណាមកណាបានជាមកដល់ទីនេះបុរសនោះនិយាយទាំងទឹកភ្នែកថាលោកតាចៅមិនដឹងថាចៅទៅកន្លែងណានោះទេតែចៅកំពុងតែបាត់ប្រពន្ធរកមិនឃើញសោះសូមលោកតាជួយចៅផងលោកតាក៏បិទភ្នែកមួយសន្ទុះក៏និយាយប្រាប់បុរសនោះថាចៅអើយចៅកំសត់ណាស់ប្រពន្ធរបស់ចៅនេះមិនមែនជាមនុស្សធម្មតាទេនាងគឺជាមេខ្មោចដែលរស់នៅក្នុងព្រៃនេះឥឡូវនាងអស់កម្មអស់ពៀជាមួយនឹងចៅហើយគ្រាន់តែបុរសនោះឮថានាងជាខ្មោចគាត់ក៏ហួសចិត្តរកថ្លែងអ្វីពុំបានគាត់ក៏សុំនៅបម្រើលោកតាដើម្បីកសាងអំពើល្អទៅជាតិក្រោយហើយសាច់រឿងនេះផងដែរក៏មានអត្ថន័យថាមានប្រាក់មិនប្រកាសថាមានសុភមង្គលឡើយហើយសាច់រឿងរបស់យើងក៏មានតែប៉ុណ្ណេះបើសិនជាអេដមានសម្ដែងទៅមានការខុសឆ្គងក្នុងប្រការណាមួយក៏សូមខន្តីនិងអភ័យទោសផងតែបើបងប្អូនចូលចិត្តអេដមីនកុំភ្លេចជួយចុច like និង Subscribe ផងណាដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតហើយអេដមីនមានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបសួរ